បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទជួបគ្នាជាបន្តទៀតបាទជាមួយនឹងព័ត៌មានថ្មីបាទថ្ងៃនេះគឺខ្ញុំបាទយកព័ត៌មានដែលតាក់ទងនឹងការរញ្ជួយដីនៅឯប្រទេសថៃបាទយោងទៅតាមព័ត៌មាននៅតាម website មួយចំនួនបាទក៏ដូចជាបាទយោងទៅតាមព័ត៌មានបរទេសបាទមួយចំនួនបាទគឺការរញ្ជួយដីនេះគឺបានកើតឡើងដំបូងឡើយគឺនៅឯប្រទេសភូមាបាទគឺកើតឡើងដោយចាប់ផ្ដើមឡើងគឺនៅឯប្រទេសភូមាដោយប៉ះពាល់បាទទីក្រុងចំនួន3បាទទីក្រុងចំនួន3នៅឯប្រទេសភូមាបាទនៅក្នុងនោះក៏មានទីក្រុងណៃពីដោផងដែរបាទដោយឡែកនៅឯប្រទេសភូមាដដែលនោះក៏បាទទាក់ទងនឹងការបាត់បង់ជីវិតកម្មករមិនថាបរទេសឬក៏មិនថាជាជនជាតិខ្មែរយើងទេគឺមិនទាន់មានបាទរបាយការណ៍ជាក់លាក់បានដល់ឡើយទេថាការបាត់បង់ជីវិតនឹងអាចប៉ះពាល់ទៅដល់ជនជាតិខ្មែរឬក៏កម្មករខ្មែរនឹងគឺមិនទាន់មានរបាយការណ៍ទេបាទយើងនឹងទៅតាមដានព័ត៌មានជាបន្តបាទដោយឡែកគឺនៅឯប្រទេសថៃឯណោះវិញបងប្អូនណាបាទគឺក៏មានការរញ្ជួយដីដែរបាទដោយចេញតាមប្រទេសភូមាមកហើយជាពិសេសគឺប៉ះពាល់នៅឯទីក្រុងបាងកកតែម្ដងបាទហើយនៅក្នុងនោះក៏មានអគារបាទដែលកំពុងតែសាងសង់មិនទាន់រួចរាល់បាទដែលមានកម្ពស់បាទជាង30ជាន់បានធ្វើឲ្យបាក់រលំបាទស្រុតដល់ដីតែម្ដងបាទហើយនៅក្នុងការសាងសង់អគារនោះផងដែរគឺមានបាទកម្មករសរុបបាទជិត400នាក់បាទជិត400នាក់ហើយបាទចំពោះនៅក្នុងចំណោម400នាក់ហ្នឹងគឺមាន80នាក់ដែលមិនទាន់អាចតាក់ទងបានដល់ឡើយទេបាទចំនួន80នាក់ទៀតគឺមិនទាន់បានតាក់ទងដល់ឡើយទេបាទហើយក្នុងចំណោមជិត400នាក់ហ្នឹងបាទហើយសូមបញ្ជាក់ផងដែរថាតាក់ទងនឹងការរញ្ជួយដីនេះយោងទៅតាមរបាយការណ៍ក៏ដូចជាយោងទៅតាមព័ត៌មានដែលគេបានជូនដំណឹងមកណាបងប្អូនបាទគឺអាចកើតមានគឺចន្លោះចាប់ពីថ្ងៃទីបាទ25បាទខែមីនាឆ្នាំ2025នេះបាទរហូតទៅដល់ថ្ងៃទី12ខែមេសាបាទថ្ងៃទី12ខែមេសាបាទឆ្នាំ2025គឺខែ4ណាបាទខែ4អញ្ចឹងគឺនៅក្នុងនោះគឺមានប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជាផងដែរអាចនឹងមានការប៉ះពាល់កម្រិតមធ្យមបាទកម្រិតមធ្យមគឺចន្លោះពីថ្ងៃទី25រហូតដល់ថ្ងៃទី12ខែ4បាទអញ្ចឹងយើងនឹងបន្តតាមដានព័ត៌មាននេះជាបន្តទៀតបាទជាពិសេសគឺបាទការបាត់បង់ជីវិតបាទកម្មករឬក៏បាទបងប្អូនប្រជាជនខ្មែរដែលគាត់បានទៅធ្វើកម្មករនៅឯប្រទេសភូមាបាទឬក៏នៅក្នុងប្រទេសថៃបាទអញ្ចឹងយើងនឹងទៅតាមដានព័ត៌មាននេះជាបន្តទៀតសម្រាប់នៅថ្ងៃស្អែកឬក៏ថ្ងៃខាងស្អែកបើសិនបើមានព័ត៌មានជាក់លាក់បាទខ្ញុំបាទនឹងជម្រាបជូនជាបន្តទៀតផងដែរបាទដូចដែលយើងបានដឹងខ្លះមកហើយបាទយោងទៅតាមការព្យាករណ៍ក៏ដូចជាការទស្សន៍ទាយនៅតាមក្បួនហោរាមួយចំនួនណាបាទចំពោះហោរាសាស្ត្រល្បីៗបានព្យាករណ៍មកថាសម្រាប់ឆ្នាំ2025នេះទៅអាចនឹងមានបាទគ្រោះរញ្ជួយដីកើតឡើងច្រើនក៏ដូចជាហានិភ័យនៃភ្លើងឆេះនៅតំបន់ផ្សេងៗហ្នឹងក៏អាចកើតឡើងច្រើនផងដែរចាប់ពីឆ្នាំបាទ2025នេះទៅបាទជាងទេសម្រាប់បងប្អូនបាទទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទចំពោះបញ្ហាបាទគ្រោះមហន្តរាយនេះផងដែរហើយជាពិសេសគឺថាយើងសាងនៅតែអំពើល្អឲ្យបានច្រើនទៅបាទអរគុណណាស់បងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share នៅ Channel Total HD ក៏ដូចជាបាទពី Page Total HD ផងដែរបាទហើយយើងនឹងបន្តតាមដានព័ត៌មានបាទទាក់ទងនឹងបញ្ហារញ្ជួយដីក៏ដូចជាការបាត់បង់នៅកម្មករបាទជនជាតិខ្មែរជាបន្តទៀតផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណ